បាទសូមគជម្រាបសួរថ្ងៃនេះខ្ញុំមកនិយាយពីបញ្ហាការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថានបងប្អូនទាំងអស់គ្នាប្រហែលជាបានជ្រាបស្រាប់រឿងការប៉ះទង្គិចគ្នានេះគឺកើតឡើងនៅថ្ងៃទី22មេសាកន្លងមកដោយមានការបាញ់សម្លាប់ទៅលើអ្នកទេសចរឥណ្ឌានៅតំបន់កាស្មៀរហើយការបាញ់សម្លាប់នេះឥណ្ឌាបានចោទទៅលើក្រុមដែលបែកចែកទឹកដីនៅប៉ាគីស្ថានប៉ុន្តែប៉ាគីស្ថានបានបដិសេធថាគេមិនបានដឹងរឿងនេះទេបាទមែនទេការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថាននេះមិនមែនជាលើកទី1ទេគឺកើតឡើងមករឿយៗមកហើយក៏ប៉ុន្តែយើងត្រូវត្រឡប់ទៅវិញតើដើមហេតុនោះវាយ៉ាងណាបាទនៅឆ្នាំ1947នៅពេលដែលអង់គ្លេសបានដកអាណានិគមពេលនោះបានបែងចែកប្រទេសជាពីរគឺរវាងឥណ្ឌានិងប៉ាគីស្ថានហើយប៉ាគីស្ថានអ្នកដែលគោរពសាសនាអ៊ីស្លាមគឺទៅរស់នៅខាងប៉ាគីស្ថានហើយអ្នកដែលគោរពសាសនាហិណ្ឌូគឺបន្តរស់នៅឥណ្ឌាបាទក្រោយពីបែងចែកប្រទេសទាំងពីររវាងប៉ាគីស្ថាននិងឥណ្ឌាក៏មានរដ្ឋផ្សេងៗដែរហើយក្នុងនោះគឺតំបន់កាស្មៀរក៏ផ្ដល់ឯករាជ្យត្រឹមត្រូវបានន័យថាចង់ទៅរស់នៅខាងណាក៏បានដែរប៉ុន្តែនៅតំបន់កាស្មៀរដែលកើតរឿងប៉ះទង្គិចគ្នានេះពលរដ្ឋដែលច្រើនគោរពសាសនាអ៊ីស្លាមប៉ុន្តែមេដឹកនាំរដ្ឋគោរពសាសនាហិណ្ឌូដូច្នេះវាធ្វើឲ្យមានការចម្រូងចម្រាសគ្នាក្រោយពីមានការចម្រូងចម្រាសគ្នាហើយអ្នកដែលគោរពសាសនាអ៊ីស្លាមហ្នឹងបានធ្វើបាតកម្មនិងមានការចូលរួមពីភាគីប៉ាគីស្ថានដូច្នេះទៅមេដឹកនាំរដ្ឋមិនដឹងដោះស្រាយយ៉ាងណាក៏ទៅហៅឥណ្ឌាឲ្យជួយហើយហៅឥណ្ឌាឲ្យជួយទៅក៏បានកើតចម្រូងចម្រាសមានការប្រើអាវុធអីផ្សេងគ្នាទៀតគឺជាលើកទី1ក្រោយពេលដែលអង់គ្លេសដកអាណានិគមបានតែ2ខែប៉ុណ្ណោះគឺបានន័យថាឥណ្ឌាបានឯករាជ្យរយៈពេល2ខែមានការប៉ះទង្គិចគ្នានៅតំបន់កាស្មៀរបាទបន្ទាប់ពីមានការប៉ះទង្គិចគ្នានេះហើយក៏ឡើងទៅដល់អង្គការសហប្រជាជាតិដើម្បីឲ្យមកជួយដោះស្រាយពេលនោះអង្គការសហប្រជាជាតិបានគូសប្រទាត់បែងចែកច្បាស់គឺបានន័យថា2ភាគ3មកនៅខាងឥណ្ឌាមកឲ្យខាងឥណ្ឌានិង1ភាគទៅឲ្យប៉ាគីស្ថានហើយក៏បានព្រមព្រៀងគ្នាចុះកិច្ចសន្យាបទឈប់បាញ់នៅឆ្នាំ1949បាទអានេះគឺជារឿងខ្លះរវាងប៉ាគីស្ថាននិងឥណ្ឌាហើយមែនតើទៅឥណ្ឌានិងប៉ាគីស្ថានបានមានការប៉ះទង្គិចគ្នាធំមកច្រើនដងហើយលើកនេះក៏ជាអាចរកបានថាជាលើកទី5ដែរដោយនៅឆ្នាំ1947ម្ដង1965ម្ដង1971និង1999ដូច្នេះវាមិនមែនជារឿងថ្មីទេដែលមានការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថានប៉ុន្តែរឿងដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍នោះគឺប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដូចគ្នាដូច្នេះវាខ្លាចក្រែងថាមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយទៅធ្វើឲ្យពិភពលោកមានការព្រួយបារម្ភបាទហើយតំបន់កាស្មៀរនេះគេឲ្យឈ្មោះថាជាតំបន់ Switzerland របស់អាស៊ីណាដោយសារតែវាមានភ្នំមានអីមើលទៅស្អាតមែនទែនខ្ញុំក៏មិនធ្លាប់បានទៅដល់ដូចគ្នាប៉ុន្តែបានមើលឯកសារខ្លះៗក៏ឃើញថាតំបន់ហ្នឹងស្អាតហើយតំបន់ហ្នឹងនៅពេលនេះមាន3ប្រទេសដែលដណ្ដើមថាជារបស់ខ្លួនឬមួយក៏មានចំណាយរបស់ខ្លួនគឺឥណ្ឌាប៉ាគីស្ថាននិងចិនដែលចិនសម្អាងថាដោយសារតែមានបន្ទាត់ជាប់ជាមួយនឹងចិនដែរទើបចិនទៅដើមធ្វើជាកម្មសិទ្ធិដែរបាទដូច្នេះសរុបមកដោយខ្លីការប៉ះទង្គិចគ្នានេះរវាងឥណ្ឌាប៉ាគីស្ថាននេះមិនមែនជាលើកទី1ទេវាច្រើនលើកច្រើនសារមកហើយវារហូតខ្លះជាប្រពៃណីទៅហើយនឹងហើយដូចខ្ញុំជម្រាបចឹងថាអ្វីដែលពិភពលោកបារម្ភបំផុតនោះគឺខ្លាចក្រែងប្រទេសទាំងពីរនឹងប្រើកម្លាំងនុយក្លេអ៊ែរដាក់គ្នាគឺប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរដូចគ្នាដូច្នេះប្រសិនជាពួកគេប្រើអាវុធនុយក្លេអ៊ែរវាធ្វើឲ្យពិភពលោកនេះមានការច្បុកច្បល់ជាមិនខានទេហើយគេខ្លាចមួយទៀតគឺខ្លាចសង្គ្រាមនោះបន្តអូសបន្លាយទៅប្រែខ្លាយទៅជាតំបន់ដទៃមានការប៉ះពាល់ដែរដូច្នេះអ្វីដែលគេបារម្ភមែនទែនគឺខ្លាចក្រែងប្រទេសទាំងពីរហ្នឹងមានការប្រើអាវុធនុយក្លេអ៊ែរណាមួយបាទនេះគឺជាបញ្ហាទ្រោះដែលខ្ញុំលើកឡើងអំពីបញ្ហាការប៉ះទង្គិចគ្នារវាងឥណ្ឌានិងប៉ាគីស្ថានបាទជំរាបលាជួបគ្នាវីដេអូក្រោយទៀត